អ្នកនេះស្គាល់ TikTok រងថ្ងៃឃើញគេធ្វើមេតិកាខុសៗគ្នាច្រើនខ្លះធ្វើមេតិកាឲ្យគេសប្បាយសោចក្អាយចឹងទៅខ្លះទៀតធ្វើមេតិកាបញ្ចេញពីជំនាញរបស់ខ្លួនឯងដែលមានហ្នឹងទៅហើយក្នុងមួយចំណោមហ្នឹងគឺមានមនុស្សម្នាក់ដែលមានឈ្មោះថា IC គាត់ចូលចិត្តធ្វើមេតិកាបែបអួតអាងពីរបស់ឬក៏ខោអាវbrand ហើយវីដេអូដែលគាត់ធ្វើដំបូងគេហ្នឹងគឺវីដេអូបង្ហាញពីគ្រឿងអលង្ការពេជ្រចាំងអូគឺសូម្បីតែខ្ញុំខ្លួនឯងក៏ចង់បានដូចគាត់ដែរហើយក្នុងវីដេអូរបស់គាត់ហ្នឹងគឺគាត់ចូលចិត្តប្រើពាក្យមួយគឺថារបស់ហ្នឹងគឺជារបស់ពិតមិនមែនខ្លាំងខ្លាយទេតិចច្រឡំទេទៅពិតមានមួយវិញទៀតគាត់ចូលចិត្តបង្ហាញពីឡានរបស់គាត់ជា Mercedes ពណ៌កាឈូកហ្នឹងដោយសារតែក្នុងទីសាធារណៈហ្នឹងគេអត់សូវមានប្រើឡានពណ៌កាឈូកហ្នឹងទេក្រៅពីហ្នឹងគាត់បង្ហាញពីសម្ភារៈផ្ទះរបស់គាត់ដែលផលិតតុបផ្សែងដូចជា LV សាឡុងអីថ្លៃអញ្ចឹងទៅធ្វើឲ្យអ្នក follow របស់គាត់ហ្នឹងកាន់តែកើនឡើងច្រើនទៅប៉ុន្តែជីវិតក្រៅរបស់ IC ហ្នឹងមានថ្ងៃមួយគាត់បានបើក Mercedes ពណ៌កាឈូករបស់គាត់ហ្នឹងចេញទៅខាងក្រៅដោយគាត់បានបើករៀងលឿនដែរអញ្ចឹងទៅដល់ពេលដល់កន្លែងភ្លើង stop ហ្នឹងគាត់ចាប់ប្រើអត់តាន់ក៏ចូលទៅប៉ះអាឡាននៅមុខរបស់គាត់ហ្នឹងមួយទៀតហ្នឹងធ្វើឲ្យមានប៉ះសតិចគ្នាតិចតួចអញ្ចឹងទៅមកហើយមនុស្សគាត់ក៏អត់ចេះចាយគេទេណាគ្នាគាត់ថាប៉ះគេហ្នឹងចោះប្រៅទៅរឿងគេជួបប្រកែកមួយគេនៅក្នុងឡានស្រែកវវាស់ហ្នឹងទៅពេលហ្នឹងមានបរិសម្នាក់ទៀតនៅខាងក្រៅគាត់ហ្នឹងដែលគាត់នៅក្នុងឡានមួយមិត្តភក្តិរបស់គាត់ហ្នឹងខ្ញុំសុំហៅគាត់ថាវិតហើយវិតគាត់អង្គុយនៅក្នុងឡាននៅខាងក្រៅរបស់គាត់ហ្នឹងមួយមិត្តភក្តិរបស់គាត់ហ្នឹងចាំមើលសកម្មភាពគេឆ្លោះគ្នានិយាយទៅដូចតែអ្នកនរគ្នាឃើញគេប្លែកឃើញឆ្លោះគ្នាចាប់អារម្មណ៍តាមដានគេអញ្ចឹងទៅពេលហ្នឹងវិតនិងមិត្តភក្តិរបស់គាត់ហ្នឹងគឺចាប់អារម្មណ៍ថា IC ហ្នឹងគាត់ប្រុងនឹងចេញពីលើឡានហើយអញ្ចឹងវិតក៏គាត់បានហៅIC ហ្នឹងថាឈប់ប្រូកុំធ្វើអញ្ចឹងអីកុំទៅឆ្លោះមួយគេកុំប៉ះពាល់ឬក៏មានរឿងកាន់តែខ្លាំងយ៉ាងហ្នឹងទៀតតែ IC ហ្នឹងគាត់ពេញចិត្តទេគេហាមឲ្យល្អសិនណាគាត់ពេញចិត្តទេគាត់ក៏វោវាស់ស្រែកទៅឆ្លោះប្រកែកមួយវិតហ្នឹងដែរគាត់ថាអាប៉ូកុំលូកមាត់អញមាន9មីលីម៉ែត្រទេអញ្ចឹងទៅគាត់និយាយចឹងហើយគាត់ក៏កាន់ភេសជ្ជៈនៅក្នុងដៃរបស់គាត់គប់ទៅវិតនៅក្នុងឡានជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងហើយវិតគេមិនសុខចិត្តគេប្រាប់ឲ្យល្អសោះហើយមិនបានទៅគប់កែវតកលើគាត់ចឹងគាត់ខឹងខ្លាំងដែរគាត់ក៏ចុះប្រុងនឹងមានរឿងរ៉ាវឆ្លោះប្រកែកគ្នាវាយគ្នាជាងហ្នឹងទៀតតែ IC ហ្នឹងគឺអត់ចង់ចាញ់គេទេគឺចូលទៅក្នុងឡានវិញហើយដកអា9មីលីម៉ែត្ររបស់គាត់ហ្នឹងក្នុងថតឡានហ្នឹងយកមកក្រៀមខ្ជុងទៅវិតហ្នឹងថាថ្ងៃចង់មិនចង់មានរឿងមែនហើយ IC ហ្នឹងគាត់ខ្ជុងមែនប៉ុន្តែគាត់អត់ហ៊ានបាញ់ទេគាត់បែរជាយកដង9មីលីម៉ែត្រហ្នឹងមកវាក្បាលរបស់វិតហ្នឹងវិញវិតក៏គាត់អត់ហ៊ានដែរដោយសារថាអីគេ IC 9មីលីម៉ែត្រណាហ៊ានទៅឆ្លោះមួយគេតិចបាញ់មកក៏បាត់ហើយវិតហ្នឹងក៏អត់ចាដែរគាត់ក៏ដកទូរស័ព្ទមកថតផ្លាកលេខរបស់ឡាន IC ហ្នឹងបន្ទាប់មកគាត់ព្យាយាមខលទៅប្រាប់ប៉ូលីសភ្លាមគាត់រាយការណ៍រឿងហាត់ការទាំងអស់ហ្នឹងព្រមទាំង9មីលីម៉ែត្រដែល IC មាននៅក្នុងឡានហ្នឹងដែរ The guy got out of his car and pistol with me with a gun ដោយគេពិនិត្យមើលទៅពិតជាឃើញ9មីលីម៉ែត្រហ្នឹងនៅក្នុងឡានរបស់ IC មែនហើយអញ្ចឹងក៏ប៉ូលីសចាប់ខ្លួន IC ហ្នឹងដាក់ចូលទៅក្នុងឡានហើយក៏និយាយថាអ្នកឯងមិនក៏បានទៅប្រើអំពើហិង្សាមិនបានទៅយក9មីលីម៉ែត្រហ្នឹងទៅភ្ជុងគេភ្ជុងឯងហើយអត់ប្រើប្រាស់អត់មានអាជ្ញាប័ណ្ណស្របច្បាប់អីចឹងទៅហើយប៉ូលីសក៏សម្រេចចិត្តដកហូត9មីលីម៉ែត្រព្រមទាំងឡានរបស់គាត់ Mercedes ពណ៌កាឈូកហ្នឹងដកទុកសិនហើយ IC ភ្លាមហ្នឹងពេលដែលគេចាក់ដាក់ចូលក្នុងឡានហ្នឹងគាត់អត់សុខចិត្តទេគាត់បានឆ្លុះប្រកែកមួយប៉ូលីសហ្នឹងថាមិនអ្នកឯងចាប់ទុកខ្ញុំជាអក្រិតជនមែនបានចាប់ទៅបាបខ្ញុំវាយខ្លះខ្ញុំហើយរួញខ្ញុំអុកនឹងឡានហ្នឹងថ្ងៃគិតខ្ញុំទៅគាត់អត់ចំមែនហើយគាត់និយាយទៅថាខ្ញុំមានអ្នក follow ក្នុង TikTok ទាំងគ្រប់ platform របស់គាត់ទាំងអស់ហ្នឹងថាមាន53លាន follower ប៉ុន្តែពិតប្រាកដគាត់ជាអ្នកប្រើអំពើហិង្សាមែនហើយក៏ប៉ូលីសសម្រេចចិត្តថាអូខេណែដេកគុក2ថ្ងៃលេងសិនទៅហើយចាំចេញមកវិញត្រូវកោះហៅឡើងតុលាការម្ដងទៀតពេលដែលចេញមកវិញ IC ហ្នឹងគាត់ធ្វើដូចធម្មតាអត់មានរឿងអីចឹងគាត់នៅតែបន្តធ្វើ content របស់គាត់វីដេអូរបស់គាត់ថែមទិញឡាន Mercedes ថ្មីទិញកៅអៅលយជាមួយសង្សារស្រីរបស់គាត់ហ្នឹង show ប្រាប់ទៅ fan របស់គាត់ឲ្យមើលវីដេអូគាត់តទៀតមិនយូរមិនឆាប់ IC ហ្នឹងក៏ត្រូវបានចាប់ខ្លួនម្ដងទៀតដែល IC ហ្នឹងគាត់ទៅឈ្កោតឡានរបស់អ្នកតីអញ្ចឹងម្ចាស់ឡានហ្នឹងគេមិនសុខចិត្តគេក៏ប្តឹង IC ហ្នឹងថែមករណីទៀតដល់ថ្ងៃដែលត្រូវឡើងតុលាការហ្នឹង IC គាត់បានព្យាយាមការពារខ្លួនឯងខ្លួនឯងគាត់ថាដោយសារតែពួកហ្នឹងធ្វើឲ្យខ្ញុំខឹងបានតែខ្ញុំប្រើអំពើហិង្សាហ្នឹងទៅប៉ុន្តែលើកមកអត់ដោះស្រាយផងចូលករណីថែមករណីទៀតអញ្ចឹងតុលាការក៏សម្រេចចិត្តថាចោទប្រកាន់ទៅ IC ច្បាស់ហ្មងថាអ្នកឯងហ្នឹងអ្នកប្រើអំពើហិង្សាមុនព្រមទាំងកាន់កាប់អាវុធខុសច្បាប់ទៀតទាំងពីរករណីហ្នឹងគឺត្រូវទាំងពីរអញ្ចឹងទៅក៏តុលាការសម្រេចចិត្តថាកាត់ទោសឲ្យ IC ហ្នឹងជាប់ពន្ធនាគាររយៈពេល5ឆ្នាំ